Và anh Prom của anh tới ca tử, tayខ្ញុំមិនព្រមទេម្យ៉ាងទៀតផ្ទះនេះមាននាមត្រកូល3បងប្រុសខ្ញុំនៅរស់នៅឡើយមិនទាន់ដល់វេនអញមកសម្រាប់ទេប្រញាប់នាំជ្រូកថតរបស់អញចេញទៅកុំមកធ្វើឲ្យទីធ្លាផ្ទះខ្ញុំខ្វក់ក្មេងស្រីនេះអារម្មណ៍ក៏ឆេវឆាវមិនធម្មតាដែរខ្ញុំចូលចិត្តស្រីដែលមានចរិតកាច់បែបអញហ្នឹងថ្ងៃនេះខ្ញុំនឹងយកអញឲ្យបានលុយដែលត្រូវចំណាយខ្ញុំបន្ថែម100 យន់ទៀតសរុបជា300 យន់ថ្ងៃនេះខ្ញុំនឹងយកនាងទៅតែម្ដងត្រឡប់ទៅរៀបចំខ្លួនទៅយប់នេះចូលបន្ទប់រៀបការតែម្ដងកណ្ដាលថ្ងៃចេះបែរជាមកចាប់យកស្រីអ្នកស្រុកដោយបង្ខំតើអ្នកណាឲ្យអញមានក្លាហានបែបនេះអញជាអ្វីបានជាលោកចេញមកពីណាចេញឲ្យឆ្ងាយដែលខ្ញុំបាក់ហើយលោកអ្នកខ្ញុំសុំជីវិតប្រញាប់ចេញទៅឯងគ្មានការខ្មាស់អៀនសោះខ្ញុំនិយាយថាអញព្រមរៀបការជាមួយគេតាមពិតអញលាក់ទុកបរិសម្នាក់នៅក្នុងផ្ទះខ្ញុំមានចិត្តល្អចង់ជួយណែនាំគូឲ្យឯងតែឯងវិញពេលថ្ងៃចេះបែរជាបិទទ្វារផ្ទះហើយធ្វើរឿងដែលមិនគួរធ្វើជប់និយាយបង្កាច់បង្ខប់ខ្ញុំនៅទីនេះគ្រូសាបីរបស់យើងមីងធំមីងប្រហែលជាភ្លេចហើយថាកាលពីថ្ងៃដែលខ្ញុំត្រឡប់មកខ្ញុំបានបោះកូនប្រុសមីងចូលក្នុងរណ្ដៅយ៉ាងម៉េចលេងខ្ញុំមកអាក្រក់បែបនេះហើយនៅចង់បង្កាច់បង្ខូចខ្ញុំទៀតឯងមិនចង់បានជីវិតតូចនេះទៀតហើយមែនទេស្ត្រីម្នាក់នេះស្ត្រីម្នាក់បែរជាហ៊ានក្រអឺតក្រទុំបែបនេះថ្ងៃនេះខ្ញុំនឹងឲ្យនាងដឹងថាអ្នកណាជាអ្នកណាចង់ស្លាប់មែនទែនការប្លន់ដោយហិង្សានិងការបង្ករឿងរំខានសណ្ដាប់ធ្នាប់សាធារណៈបើមិនចេញទៀតខ្ញុំនឹងតាក់ទងទៅស្នងការដ្ឋាននគរបាលស្រុកភ្លាមលោកជាងជីងចាងនិយាយត្រូវមនុស្សទាំងនេះគួរតែបញ្ជូនទៅប៉ុស្តិ៍នគរបាលបាយមីវមីវអញឲ្យខ្ញុំលោកជាងជីងចាងដៃរបស់លោកមិនធម្មតាទេអរគុណច្រើនខ្ញុំគ្រាន់តែមិនចង់ពន្យាពេលធ្វើដំណើរប៉ុណ្ណោះយករបស់អ្នកទៅមីវមីវអើយអញត្រូវតែទៅជួយគេផង